ជួបតលហើយបងប្អូនទាំងអស់គ្នាឡានប៉ប៉ុណ្ណាប៉ប៉ុណ្ណៃប៉ុន្តែស៊ីសាំងតិចជាងម៉ូតូបងប្អូនជឿហ៎បើសិនបើខ្ញុំប្រាប់ថាឡាននៅពីមុខបងប្អូននេះស៊ីសាំងត្រឹមតែ1.88លីត្រតែប៉ុណ្ណោះក្នុងរយៈចម្ងាយ100គីឡូម៉ែត្រវ៉ាវបងប្អូនទាំងអស់គ្នាស៊ីតិចជាងម៉ូតូទៀតសំខាន់ណាបងប្អូនតិចបងប្អូនឮថាស៊ីតិចអញ្ចឹងវាស្ទក់អីទៅអត់ស្ទក់ទេឡាននេះស្ទុះខ្លាំងដែលអាចផលិតកម្លាំងបានរហូតទៅដល់306 PS និងកម្លាំងរមួលរហូតទៅដល់435 Newtonម៉ែត្រអញ្ចឹងប៉ុននេះខ្លាំងនៅបងប្អូនទាំងអស់គ្នាហើយនេះគឺជា GTV Rahu A8 PHEV បងប្អូនទាំងអស់គ្នាហើយតម្លៃវិញបងប្អូនទាំងអស់គ្នាលុយកត់សេរីតែម្ដងយើងមាន2 option ទី1តម្លៃត្រឹមតែ 19,800 តែប៉ុណ្ណោះនិង option ទី2គឺមានតម្លៃបាទ $2,800 អញ្ចឹងតម្លៃប៉ុណ្ណេះជាមួយនឹងរូបរាងប៉ុននេះខ្ញុំគិតថាគឺគួរពិចារណាដែរដោយសារតែរូបរាងរបស់ Rahu នេះគឺស្អាតខ្លាំងមែនទែនលក្ខណៈថាស៊ីដាន5កៅអីបងប្អូនអរគ្នាអញ្ចឹងបងប្អូនដែលស្រឡាញ់ប្រភេទរថយន្តស៊ីដានហ្នឹងដឹងតែត្រូវតែម្ដងឥឡូវយើងមកទស្សនាអំពីបាទការ design ទាំងមូលហើយខ្ញុំក៏មានវគ្គបើកបរសាកល្បងដែរបងប្អូនអរគ្នាយើងមានអក្សរខ្មែរយើង Rahu ចាប់ច័ន្ទបងចាប់អូនចងហ្នឹងបងប្អូនអរគ្នាហើយណែមានក្រូមេក្របបែបនេះធ្វើឲ្យរថយន្តមើលទៅមានលក្ខណៈថា 3D តែម្ដងហើយមាន daytime បែបអក្សរ L ដែលមើលទៅស្អាតជាមួយនឹងចង្កៀងប្រភេទ LED មានមុខងារបិទបើកដោយស្វ័យប្រវត្តិផងដែរបងប្អូនទាំងអស់គ្នាហើយយើងប្រើប្រាស់ជាមួយនឹងយ៉ាន17 អ៊ីងយើងមានអក្សរ Rahu នៅក្នុងនេះផងដែរបូករួមជាមួយនឹងឆ្នូតក្រូមេបែបនេះធ្វើឲ្យរថយន្តកាន់តែស្អាតបើយើងមើលឲ្យចិត្តបន្តិចបងប្អូនទាំងអស់គ្នា design បែប carbon fiber មានកាមេរ៉ាហើយយើងប្រើជាប្រភេទដៃទ្វារធម្មតាអញ្ចឹងបងប្អូនអត់ភ័យបារម្ភខ្លាចវាជាប់គាំងទេបងប្អូនអរគ្នាឥឡូវយើងក៏លេចមកមើលផ្នែកខាងក្រោយវិញខាងក្រោយនេះស្អាតខ្លាំងមែនទែនហើយមានរបាភ្លើងបែបនេះធ្វើឲ្យរថយន្តកាន់តែលយមានអក្សរ Rahu នៅកន្លែងនេះ GTV បូកជាមួយនឹង Rahu ជាភាសាអង់គ្លេស sensor ចំនួន4គ្រាប់បងប្អូនអរគ្នាហើយខ្ញុំស្រឡាញ់ជាងគេគឺភ្លើងនឹងតែម្ដងចាំមើលគូតក្រោយរបស់គេបងប្អូនគឺធំទូលាយយើងអាចដាក់អីវ៉ាន់បានច្រើនខ្លាំងមែនទែនបាទអីវ៉ាន់បានច្រើនហើយយើងមានឧបករណ៍មួយចំនួនផងដែរហើយគូតនេះចាំមើលណាបងប្អូនអរគ្នាវ៉ាវហើយកុំភ័យបារម្ភថាវាមានបញ្ហាដោយសារតែយើងមានជ័រកន្លែងនេះដើម្បីទប់ឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងវិញបងប្អូនអរគ្នាយើងអាចអង្គុយបាន3នាក់មកទលាយតែម្ដងដែលយើងមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបូករួមជាមួយនឹងការ design មានលក្ខណៈថាងាយស្រួលក្នុងការអង្គុយពូកតុនបងប្អូនអរគ្នាអញ្ចឹងចំពោះផ្នែកខាងក្រោយខ្ញុំមានប៉ុណ្ណឹងយើងចូលទៅដល់ផ្នែកខាងមុខទាំងអស់គ្នាតែម្ដងរថយន្តនេះគឺជាប្រភេទរថយន្តមួយដែលកំពុងត្រូវបានបងប្អូនយើងទាំងអស់គ្នាចាប់អារម្មណ៍ហើយព្រោះអីតម្លៃវាសមរម្យជាផលិតផលរបស់ GTV សហការជាមួយនឹង Cherry ទៀតហើយប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា PHEV ទៀតអញ្ចឹងវាកាន់តែកប់សេរីបងប្អូនអរគ្នាមកដល់ដៃចង្កូតវិញគឺមានអក្សរ Rahu បងប្អូនអរគ្នាជាមួយនឹង screen ធំទំហំរហូតទៅដល់ 10.25 អ៊ីងបងប្អូនអរគ្នាយើងគ្រាន់តែចន់ហ្វ្រាំងគឺវានឹងឆេះដោយស្វ័យប្រវត្តិតែម្ដងបងប្អូនអរគ្នាហើយ interface របស់គេចេញមកគឺលយកប់សេរីហើយនៅលើបាទអេក្រង់កុងទ័រវិញគឺមានព័ត៌មានអំពីការបើកបរជាច្រើនដូចជាបាទប្រព័ន្ធវាស់សម្ពាធខ្យល់កង់អីហ្នឹងមានទាំងអស់តែម្ដងហើយការ design វិញគឺស្អាតបងប្អូនអរគ្នាមានចង្កឹះលេខដែលមានការរចនាស្អាតហើយកន្លែងនេះគឺយើងមានលក្ខណៈថា2 option ដែលបងប្អូនអាចរើសជាប្រភេទ EV ក៏បាន HEV ក៏បានបងប្អូនអរគ្នាបញ្ជាក់បងប្អូនបាទ EV គឺយើងជិះបាន70គីឡូបាទសម្រាប់ការសាកថ្មមកពេញណាបងប្អូនអរគ្នាតែបើយើងប្រើជាប្រភេទ HEV វិញគឺជិះបានរហូតទៅដល់1310គីឡូម៉ែត្រឯណោះហើយយើងមាន Tri Mode ក៏ដូចជាប្រព័ន្ធផ្សេងលើសពីហ្នឹងគឺយើងមានកាមេរ៉ា360ដឺក្រេផងដែរបងប្អូនទាំងអស់គ្នាហើយអ្វីដែលបងប្អូនតែងតែចង់បានមួយទៀតគឺផ្នែកដំបូលបងប្អូនទាំងអស់គ្នាដោយសារតែដំបូលគឺជាដំបូលដែលអាចបិទបើកបានធំទូលាយតែម្ដងហើយចំពោះការ design ខាងក្នុងខ្ញុំគិតថាប៉ុណ្ណេះគឺត្រូវចិត្តបងប្អូនច្រើនជាពិសេសយើងមានប្រព័ន្ធទំនើបដូចជាបាទកៅអីចុចអូតូដែលយើងអាចបញ្ជានៅលើបាទនេះជញ្ជាំងទ្វារនេះតែម្ដងបងប្អូនអរគ្នាហើយមាន speaker
ដែលពីរោះរំដំចឹងឥឡូវយើងទៅបើកបរ GTV Rahu A8 PHEV នៅខាងក្រៅទាំងអស់គ្នាដើម្បីដឹងថាតើរថយន្តនេះស្ទុះដូចខ្ញុំនិយាយមែនអត់ឥឡូវកុំឲ្យខាតពេលយូរយើងមកបើកបរសាកល្បង GTV Rahu A8 នេះទាំងអស់គ្នាចង់ដឹងថាតើវាខ្លាំងប៉ុណ្ណាស៊ីសាំងតិចដូចខ្ញុំនិយាយមែនអត់ហើយអារម្មណ៍នៃការបើកបរយ៉ាងម៉េចយើងបើកបរទាំងអស់គ្នាបងប្អូនអញ្ជើញពេលដែលខ្ញុំចូលមកដល់ក្នុងរថយន្តនេះខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងដោយសារតែរថយន្តនេះអត់មានកន្លែងដេកបាញ់ឆេះទេរថយន្តនេះគ្រាន់តែចន់ហ្វ្រាំងទៅគឺវានឹងឆេះតែម្ដងហើយយើងអាចដាក់លេខទៅមុខបានបងប្អូនទាំងអស់គ្នាវ៉ាវបងប្អូនទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាឡាននេះគឺស្ទុះខ្លាំងមែនទែនហើយស្ងាត់ឲ្យជ្រាបដោយឡានអគ្គិសនីអញ្ចឹងបងប្អូនទាំងអស់គ្នាបាទដោយសារឡាននេះគឺជាប្រភេទ PHEV គឺយើងអាចប្រើជាជំរើស EV ក៏បានជំរើស HEV ក៏បានដែរបងប្អូនអរគ្នាដែលជំរើស EV សិតគឺយើងអាចជិះបាន70គីឡូក្នុងការសាកថ្មមកពេញហើយសម្រាប់ HEV គឺអាចជិះបានរហូតទៅដល់1310គីឡូឯណោះសាំងវិញមកពេញគឺ60លីត្របងប្អូនអរគ្នាចំពោះដៃចង្កូតវិញគឺធូរខ្លាំងមែនតើ smooth មែនតើបងប្អូនអរគ្នាដែលងាយស្រួលក្នុងការបើកបរអ្វីដែលកាន់តែសំខាន់មួយទៀតគឺពុកងាយស្រួលក្នុងការអង្គុយបងប្អូនកៅអីដោយសារតែរចនាបែប sport ហើយប្រើជាលក្ខណៈថាកៅអីស្បែកណាអញ្ចឹងហើយងាយស្រួលក្នុងការបើកបរខ្លាំងមែនទែនជាពិសេសបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិកទៀតវាកាន់តែអែមបងប្អូនអរគ្នាខ្ញុំគិតថារថយន្តនេះគឺល្អបំផុតសម្រាប់បងប្អូនដែលបើកបរក្នុងទីក្រុងឬក៏ទៅខេត្តម្ដងមកកាលអីណាបងប្អូនអរគ្នាដោយសារតែរថយន្តនេះគឺជាប្រភេទអគ្គិសនីលាយសាំងចឹងហើយគឺសន្សំសំចៃខ្ពស់ខ្លាំងមែនទែនលើសពីនឹងទៅទៀតយើងមាន trial mode នៃការបើកបររហូតទៅដល់3ដែលយើងអាចចុចកន្លែងនេះបានបងប្អូនអរគ្នាមាន normal សម្រាប់ផ្លូវធម្មតា eco គឺសម្រាប់ផ្លូវដែលយើងជួយសន្សំសំចៃប្រេងហើយនិង sport សម្រាប់ផ្លូវល្បឿនលឿនឬក៏បងប្អូនត្រូវការកម្លាំងកាន់តែខ្លាំងដាក់ sport នឹងមកចឹង option 3នេះបងប្អូនអាចរើសទៅតាមបាទស្ថានភាពផ្លូវបងប្អូនអរគ្នាខ្ញុំមានអារម្មណ៍ថារថយន្តនេះគឺធំបងប្អូនអរគ្នាដោយសារតែរថយន្តនេះគឺមានបណ្ដោយសរុបរហូតទៅដល់ 4.7 ម៉ែត្រជាងកម្ពស់វិញរហូតទៅដល់ 1.4 ម៉ែត្រជាងជិត 1.5 ម៉ែត្រឯណោះបងប្អូនអរគ្នាហើយទទឹងវិញ 1.8 ម៉ែត្រអញ្ចឹងប៉ុណ្នេះគឺធំទូលាយបងប្អូនអាចធ្វើដំណើរគឺមកទូលាយតែម្ដងបើនិយាយអំពីប្រព័ន្ធគ្រប់គ្រងការបើកបរនិងប្រព័ន្ធសុវត្ថិភាពវិញមានច្រើនដូចជាប្រព័ន្ធហ្វ្រាំងឆ្លាតវៃប្រព័ន្ធជំនួយហ្វ្រាំងអ៊ីដ្រូលិកប្រព័ន្ធគ្រប់គ្រងការរអិលកង់ប្រព័ន្ធគ្រប់គ្រងការបន្ថយល្បឿនដោយហ្វ្រាំងចតប្រព័ន្ធគ្រប់គ្រងស្ថិរភាពរថយន្តនិងប្រព័ន្ធចែកចាយកម្លាំងជាន់ហ្វ្រាំងអេឡិចត្រូនិកផងដែរបងប្អូនទាំងអស់គ្នានិយាយទៅរថយន្ត GTV Rahu នេះគឺជារថយន្តមួយដែលបងប្អូនអាចយកជាសមាជិកគ្រួសារបានដោយសារតែរថយន្តនេះគឺបាទទាំងសន្សំសំចៃទាំង option ទំនើបទាំងមុខងារវៃឆ្លាតហើយនឹងតម្លៃសមរម្យបងប្អូនទាំងអស់គ្នាអញ្ចឹងអារម្មណ៍នៃការបើកបររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនបើបងប្អូនចង់បានអារម្មណ៍ដែល surprise ដូចខ្ញុំដែរហើយចង់តេស្តអំពីសមត្ថភាពជាក់ស្ដែងរបស់រថយន្តនេះបងប្អូនអាចអញ្ជើញមក GTV ដើម្បីសាកល្បងកុំឲ្យជឿតែខ្ញុំបងប្អូនអរគ្នាប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺចេញពីអារម្មណ៍ពិតតែម្ដងអញ្ចឹងវីដេអូនៃការធ្វើបទបង្ហាញនាថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនបើមានកំហុសខុសឆ្គងដោយប្រការណាមួយសូមបងប្អូនមេត្តាអធិស្ឋានផងជាចុងក្រោយខ្ញុំបាទកាក់ Channel សូមអរគុណសូមជម្រាបលាបងប្អូនអរគ្នា